បន្ទាប់ពីហោះពីខ្មែរមកដល់វៀតណាមពួកខ្ញុំរងចាំអស់2ម៉ោងឥឡូវហ្នឹងគឺដល់ពេលដែលត្រូវចូលយន្តហោះដើម្បីហោះពីវៀតណាមហ្នឹងទៅខ្មែរទៀតហើយបាទឥឡូវហ្នឹងគេកំពុងតែតម្រង់ជួរដើម្បីដើរចូលទៅគឺមានអារម្មណ៍ថាអស់កម្លាំងមែនតើដោយសារតែការរងចាំវាចំណាយពេលយូរហើយដូរពីមួយទៅមួយហើយរងចាំហើយបានដូរពីមួយទៅមួយទៀតហើយវាជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំផងអញ្ចឹងវាមានអារម្មណ៍ថាប្លែកហើយក៏មានអារម្មណ៍ថាអញញ៉ៃដោយសារតែខ្ញុំអត់តែធ្លាប់ជិះយន្តហោះដូរជើងអញ្ចឹងឥឡូវហ្នឹងក៏បានដើរចូលទៅបាទបន្ទាប់ពីដើរចូលទៅហើយក៏មើលលេខកៅអីទៅត្រូវអង្គុយហ្នឹងដូចដើមខ្លាចច្រឡំលេខកៅអីទៅត្រូវអង្គុយហ្នឹងហើយយន្តហោះដែលខ្ញុំត្រូវជិះពីវៀតណាមទៅដល់ប្រទេសកូរ៉េហ្នឹងគឺមានអារម្មណ៍ថាវាធំខ្លាំងមែនតើវាជាប្រភេទកៅអី3ជួរដែលខ្ញុំមិនដែរជិះខ្ញុំគ្រាន់តែជិះប្រភេទតែ2ជួរធម្មតាបាទបន្ទាប់មកគឺយន្តហោះវារៀបចំឡើងហើយខ្ញុំក៏អត់បានថតអីច្រើនទៀតដែរបន្ទាប់ពីហោះរយៈពេល5ម៉ោងជាងឥឡូវនេះមេឃរៀងផិលប្រហែលជាម៉ោង6នៅក្នុងប្រទេសកូរ៉េខ្ញុំបានមកដល់ប្រទេសកូរ៉េដោយសុវត្ថិភាពហើយឥឡូវហ្នឹងគឺកំពុងតែដើរទៅរកឆក់ចេញពេលដែលមកដល់ហ្នឹងក៏មានខាងក្រសួងគោនៅខាងកូរ៉េហ្នឹងគឺគាត់ចាំមកទទួលដូចគ្នាដែរឥឡូវហ្នឹងគឺខ្ញុំកំពុងតែដើរទៅបាទគេអត់បានតិចមែនតើភ្នែកឡើងក្រហមមើលទៅបាទបន្ទាប់ពីដើរហើយមកដល់ខាងមុខហ្នឹងក៏ខ្ញុំក៏អត់បានដឹងដែរប៉ុន្តែខាងក្រសួងគេបានប្រាប់ថាត្រូវជិះរថភ្លើងទៅម្ដងទៀតគឺដោយសារតែខ្ញុំចុះនៅTerminal 1ពលានទី1ហ្នឹងគឺតម្រូវឲ្យជិះពី Terminal 1ហ្នឹងទៅ Terminal 2ទៀតដើម្បីទៅយកវ៉ាលីឥឡូវហ្នឹងគឺខ្ញុំបានចូលទៅក្នុងរថភ្លើងដើម្បីជិះពីពលានទី1ហ្នឹងគឺទៅពលានទី2ទៀតបន្ទាប់មកគឺខ្ញុំបានចុះពីពលានទី2ហ្នឹងគឺដើរចូលមកយកវ៉ាលីឥឡូវហ្នឹងគឺនៅរងចាំវ៉ាលីម្ដងទៀតទើបអាចចេញទៅក្រៅបានបាទបន្ទាប់ពីបានទទួលវ៉ាលីហើយឥឡូវនេះគឺខ្ញុំកំពុងតែដើរតម្រង់ជួរបន្ទាប់ពីតម្រង់ជួរហើយស្ដាប់ការណែនាំរបស់ខាងក្រសួងបន្តិចហើយក៏បានចេញទៅខាងក្រៅដើម្បីរងចាំឡានក្រុងទៅពិនិត្យសុខភាពហើយម៉ោងដែលពិនិត្យសុខភាពហ្នឹងគឺម៉ោង8កន្លះបានឡានក្រុងគេចេញដំណើរទៅអញ្ចឹងខ្ញុំមកដល់ម៉ោង6ជាងអញ្ចឹងនៅរងចាំ1ម៉ោងជាងទៀត